ត្រាលីបាទយើងអូស្ត្រាលីគេតែឈ្នះទៅលើហ្វីលីពីន10-0កម្ពុជាយើងក៏ឈ្នះទៅលើហ្វីលីពីនដូចគ្នាដោយលទ្ធផលហ្នឹងគឺ3-0ដល់ឥឡូវបំផ្លោងអើយបំផ្លោងអីអញ្ចឹងចូលបាត់ទៅហើយបាទអូស្ត្រាលីអុយ19បើការនាំមុខទៅលើកម្ពុជាយើងបាត់ទៅហើយបងប្អូនយើងអូយអូយបំផ្លោងបាល់អត់ត្រូវអូយអាមកចេះបងប្អូនយើងមើលរបៀបសារឡើងវិញនេះបាទ replay បាទលើកមករដាក់រដូបនេះបាទអ្នកថែមបាទ clear ចេញទាត់បាល់ខុយអូយបាទ1-0មកទៅហើយបាទទាត់បាល់ខុយចប់ហើយបងប្អូនយើងអូស្ត្រាលីបើការនាំមុខ1-0បាត់ហើយបាទលឿនពេកហើយបងប្អូនយើងបានណាបាទនៅលីងទី2តើឥឡូវបញ្ជូនបន្តចូលមកខាងក្នុងបាទទាញផុតមួយឱកាសក្របបាល់របស់បាទអូស្ត្រាលីទៅណាសាថ្មីទាញផុតមួយទៀតកាត់ចូលថែមសល់បាល់ទាត់ស្ដាមចូលបាត់ទៅហើយអូយអូយមកចេះមិនកលាប់ចាក់វិញបងប្អូនយើងបាទខាងឈុតធំយើងស៊ីហុងកុង 2-0 បាទខាងឈុតតូចយើងហេតុអ្វីបាទត្រូវអូស្ត្រាលីនាំមុខ2-0បាត់ទៅហើយអូយបាទថែមមួយនៅសល់បាល់ទៀតបងប្អូនយើងអើយបាទបិទជាប់ពីខ្សែការពារហើយនៅសល់បាល់ក៏ថែមមកជើងស្ដាំទៅទៀតបាទគ្មានសល់ទេបងប្អូនយើងអើយបាទ2-0មកទៅហើយសម្រាប់បាទជម្រើសជាតិអូស្ត្រាលីស៊ីថាមេងជូឱកាសរបស់កម្ពុជាស៊ីថាមេងជូអស់ទៅទាត់ឬក៏យ៉ាងណាកឹបមួយទាត់ធ្វើរីបានកម្ពុជាសុកៀជាអ្នកបញ្ចប់ក្របបាល់ទី1ឲ្យកម្ពុជាសុកៀអូយចលាយសុកៀសម្រាប់ចិត្តថាទាញមួយចាំទាត់នេះទាញឲ្យក៏ទាត់ទៅរីបោតជាមួយនឹងខ្សែការពារចូលសុកៀបែកពងមាន់បានហើយបងប្អូនយើងនៅនាទីទី59បាទកម្ពុជាយើងឯងបងប្អូនយើងបាទយកឲ្យឡង់រត់ទៅណាបងប្អូនយើងតោះឱកាសរបស់ជម្រើសជាតិកម្ពុជាបានលើកចូលហើយក៏តែសោះអើយកម្ពុជា